ខ្ញុំបានធ្វើជំរឿនហើយខ្ញុំបានជំរឿនរួចហើយនេះគឺជាការធ្វើជំរឿនលើកទី1របស់នាងខ្ញុំបានផ្ដល់នៅអត្ថប្រយោជន៍ច្រើនដោយសារយើងនឹងប្រមូលបាននៅទិន្នន័យជាក់លាក់មួយចូលរួមអនុវត្តគោលនយោបាយរៀបចំផ្ទះរបស់ខ្លួនឯងបានស្អាតទាំងអស់គ្នាចា៎ការចូលរួមគឺជាកាតព្វកិច្ចនិងជាកិត្តិយសបាទហើយខ្ញុំបញ្ញាចិត្តចូលរួមគ្រប់សកម្មភាពដំណើរទម្រង់របស់រាជរដ្ឋាភិបាលដែលបានដាក់ជូនបាទយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមបណ្ដាក្រសួងស្ថាប័នបានអនុវត្តជោគជ័យជាបន្តបន្ទាប់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងបានបន្តបេសកកម្មជំរឿនឈានដល់ក្រសួងអធិការកិច្ចដែលជាក្រសួងទី8នៃការធ្វើជំរឿនមន្ត្រីជាក់ស្ដែងក្រសួងរបស់យើងផ្ទាល់បាទយើងនឹងយកទិន្នន័យជំរឿនជាក់ស្ដែងនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើផែនការនានាក្នុងការអភិវឌ្ឍនៅក្នុងក្របខ័ណ្ឌស្ថាប័នរបស់យើងបាទឧទាហរណ៍ដូចជាផែនការអភិវឌ្ឍធនធានមនុស្សបាទបណ្ដុះបណ្ដាលមន្ត្រីបាទហើយយើងនឹងពិនិត្យពង្រាយមន្ត្រីបាទទៅតាមមុខតំណែងនិងគោលដៅរបស់យើងដែលយើងចង់បានបាទដូច្នេះខ្ញុំគិតថាព័ត៌មាននេះគឺជាព័ត៌មានចាំបាច់បាទជាមូលដ្ឋានដ៏សំខាន់បាទព័ត៌មានជាក់ស្ដែងនេះគឺយើងនឹងអាចយកទៅវិភាគបាទដូចជាផែនការសម្រាប់វិវត្តសម្រាប់មន្ត្រីទៅអនាគតបាទវិវត្តសម្រាប់សោតធននិវត្តរបស់យើងហើយនឹងយើងអាចរៀបចំផែនការថវិកាសម្រាប់លើកទឹកចិត្តជូនដល់មន្ត្រីរបស់យើងបាទដែលសកម្មបាទប្រកបដោយតម្លាភាពការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅក្រសួងអធិការកិច្ចបានប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី26និង27ខែឧសភាឆ្នាំ2026នៅទីស្តីការក្រសួងដែលមានការចូលរួមពីថ្នាក់ដឹកនាំទីប្រឹក្សាជំនួយការមន្ត្រីរាជការមន្ត្រីចុះកិច្ចសន្យានិងមន្ត្រីផ្សេងទៀតសរុបចំនួនប្រមាណជាង750នាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងស្របតាមគោលការណ៍បទដ្ឋានកិត្តិយសដែលបានកំណត់បាទសម្រាប់កិច្ចដំណើរការជំរឿនគឺយើងជាដំបូងគឺយើងទទួលបានសារៈកម្បាត់ពីយុវដ្ឋានបុគ្គលិកដែលផ្ដល់ជូនមករួចហើយយើងទៀងទាត់លេខកូដនិងលេខរៀងរបស់យើងនៅពេលដែលដល់វេនយើងទទួលដល់វេនដែលយើងត្រូវចូលមកជំរឿនហ្នឹងគឺយើងមកតម្រង់ជួរយកលេខបាទយកលេខរួចយើងអនុវត្តតាមលេខរៀងដែលក្រសួងមុខងាររៀបចំរួចហើយយើងមកថតរូបទៀងទាត់លក្ខប័ណ្ណចុងក្រោយរួចជាការស្រេចតាមរយៈដំណើរការនេះគឺជួយឲ្យរដ្ឋាភិបាលប្រមូលបានទិន្នន័យពិតប្រាកដរបស់មន្ត្រីរាជការនិងងាយស្រួលក្នុងការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពក្រុមការងារជំរឿនបានចុះធ្វើជំរឿនដល់ទីតាំងជាក់ស្ដែងតែម្ដងដើម្បីធានាថាមិនប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រីហើយមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាពគោលដៅនោះឡើយការចូលរួមក្នុងដំណើរការធ្វើជំរឿនក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ននេះគឺជាការចូលរួមចំណែកអនុវត្តនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលការពង្រឹងប្រសើរជាងការពង្រីកក្នុងស្មារតីនេះនិងក្នុងខ្លឹមសារនេះដំណើរការជំរឿនសម្រាប់ឲ្យបានទៅតាមគោលបំណងទាំង4ដែលការងារជំរឿនបានគ្រោងទុកទី1គឺកំណត់ឲ្យបាននៅរចនាសម្ព័ន្ធគ្រប់ប្រភេទរបស់ក្រសួងស្ថាប័នទី2កំណត់ឲ្យបាននៅចំនួនមន្ត្រីដែលកំពុងបំពេញការងារនៅក្នុងក្រសួងស្ថាប័នហើយទី3គឺរួមពង្រឹងអភិវឌ្ឍនៅប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងធនធានមនុស្សនិងទី4គឺការកែលម្អប្រព័ន្ធវិវត្តរបស់មន្ត្រីដំបូងមានការបារម្ភបន្តិចដែរខ្លាចពេលមកជំរឿនទៅបំពេញព័ត៌មានអីមានភាពស្មុគស្មាញប៉ុន្តែបន្ទាប់ពីបានចូលរួមជំរឿនហើយទៅខ្ញុំដឹងថាការធ្វើជំរឿនគឺមានភាពងាយស្រួលសាមញ្ញប៉ុន្តែច្បាស់លាស់
ការធ្វើជំរឿននេះដំបូងយើងបារម្ភអំពីការបែកធ្លាយនៃទិន្នន័យនឹងថាតើគាត់រក្សាការសម្ងាត់បានឬក៏អត់ក៏ប៉ុន្តែដល់ពេលយើងឃើញការរៀបចំរបស់គាត់មកហើយបានជួបជាមួយក្រុមការងារយើងសួរនាំទៅលោកបង្ហាញថាដោយផ្ដល់ភាពកក់ក្ដៅដល់យើងគ្រប់គ្នាថាទិន្នន័យហ្នឹងពិតជាអាចរក្សានៅការសម្ងាត់ជូនមន្ត្រីរាជការយើងបានហើយធ្វើឲ្យអាការសង្ស័យទៅវាធ្លាក់ចុះបាទដូច្នេះมันមានអីដែលត្រូវព្រួយបារម្ភទៀតទេបាទ សម្រាប់ខ្ញុំអត់មានចម្ងល់ទេដោយសារខ្ញុំបានចូលរួមជាមួយគណៈកម្មការជំរឿនមុននឹងការរៀបចំជំរឿនអញ្ចឹងខ្ញុំបានចូលរួមសហការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរួចហើយបាទ ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនឹងផ្ដល់លទ្ធភាពសំខាន់ជូនដល់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងទិន្នន័យមន្ត្រីតាមប្រព័ន្ធ Digital ប្រកបដោយសក្តិភាពសុខភាពនិងឯកភាពគ្នាក្រោមប្រព័ន្ធរួមតែមួយឈានទៅដល់ដោះស្រាយបញ្ហាលើនឹងខ្វះមន្ត្រីនៅតាមក្រសួងស្ថាប័នការពង្រាយមន្ត្រីនិងការគ្រប់គ្រងដល់ការគ្រប់គ្រងនិងអភិវឌ្ឍមូលធនមនុស្សនៅក្នុងរដ្ឋបាលសាធារណៈ ខ្ញុំសប្បាយរីករាយដែលបានចូលរួមនៅក្នុងការធ្វើជំរឿនលើកនេះព្រោះទី1វាជាកាតព្វកិច្ចក្នុងនាមជាមន្ត្រីរាជការម្នាក់ហើយទី2គឺជាការចូលរួមចំណែកដើម្បីឆ្ពោះទៅកាន់ការកែតម្រង់រដ្ឋបាលសាធារណៈនៅពេលអនាគតចា៎ មានតែកំណែតម្រង់មួយទេដែលអាចធ្វើឲ្យយើងរស់រានមានជីវិតដែលអាចធ្វើឲ្យយើងរីកចម្រើនបាន ព្រោះវាគឺជាផ្នែកមួយដែលជួយឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀតនាងខ្ញុំបដិញ្ញាចិត្តថានឹងចូលរួមអនុវត្តរាល់កំណែតម្រង់របស់រដ្ឋាភិបាលជាពិសេសជឿជាក់ទៅលើថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាចា៎